ភាសាខ្មែរថ្នាក់ទី6សរសេរតាមអានអត្ថបទកល្យាណមិត្តមិត្តមានពីរប្រភេទគឺកល្យាណមិត្តនិងបាបមិត្តកល្យាណមិត្តជាមិត្តទាំងឡាយណាដែលដឹកនាំទៅរកផ្លូវល្អមានសន្តានចិត្តស្មោះមិនមានល្បិចកលជួយដាស់តឿនក្រើនរំលឹកមិត្តដែលមានកំហុសដោយចិត្តបរិសុទ្ធកល្យាណមិត្តជាមិត្តដែលមិនចេះមើលបំណាំគ្នាមិនរើសអើងជួយទុក្ខធុរៈគ្នាទៅវិញទៅមកកល្យាណមិត្តជាមិត្តដែលមិនកេងចំណេញយកផលប្រយោជន៍គ្នានិងមិនបោះបង់ចោលគ្នាក្នុងគ្រាអាសន្នឡើយបាបមិត្តជាមិត្តដែលដឹកនាំទៅរកផ្លូវអាក្រក់ផ្លូវខុសហើយមានគ្រោះថ្នាក់បាបមិត្តខ្លះមានសម្ដីពីរោះផ្អែមល្ហែមគួរឲ្យចាប់ចិត្តប៉ុន្តែបង្កប់ដោយភាពពីស្ពលការនិន្ទាឈ្នានីសទ្រុះមិត្តបោះបង់មិត្តនៅពេលមានអាសន្នមិត្តប្រភេទនេះច្រើនអបក្រសោបយកផលប្រយោជន៍ឬកេងចំណេញពីមិត្តខ្លួនឯងដូច្នេះមុននឹងសេពគប់មិត្តយើងក៏បីពិចារណាពិនិត្យសង្កេតតាមដានសកម្មភាពឲ្យបានច្បាស់លាស់ជាមុនសិនទើបទទួលបានមកនៅកល្យាណមិត្តក៏សំណួរ1ដូចម្ដេចហៅថាកល្យាណមិត្ត2ដូចម្ដេចហៅថាបាបមិត្ត3តើអ្នកត្រូវធ្វើដូចម្ដេចទើបការសព្វគប់ទទួលបានកល្យាណមិត្ត4តើសព្វថ្ងៃអ្នកមានមិត្តប៉ុន្មាននាក់តើមិត្តទាំងនោះជាមនុស្សដូចម្ដេចខលំហាត់1ចូលពន្យល់ពាក្យអាសន្ននិន្ទាឈ្នានីស2ចូលរកពាក្យផ្ទុយនឹងពាក្យកល្យាណមិត្តផ្អែមល្ហែម3ចូលរកពាក្យន័យដូចស្តិស្នេយ៍និងពាក្យទ្រុះមិត្តសេព4ចូលរកពាក្យសូដូចស្តិសូនិងពាក្យគប់សូមអរគុណសូមសំណាងល្អ